ព្រះមណៈធម្មិកសោតទី7 3ដក54ទំព័រ93ខ29ខ្ញុំបានស្ដាប់មកយ៉ាងនៃសម័យមួយព្រះមានប្រភេទទ្រង់គង់ក្នុងវត្តចេតពុនរបស់អនាថបណ្ឌិតកសេដ្ឋីចិត្តក្រុងសាវត្ថីគ្រានោះពួកព្រះមណៈមហាសាលជាច្រើនអ្នកនៅក្នុងដែនកោសលជាមនុស្សចាស់ក្រំគ្រាជាព្រឹទ្ធាចារ្យមានអាយុច្រើនរស់នៅបានយូរឆ្នាំមកហើយមានអាយុក៏ជ្រុលចូលមកក្នុងបច្ឆិមវ័យហើយបាននាំគ្នាចូលទៅគាល់ព្រះមានប្រភេទលុះចូលទៅដល់ហើយក៏រីករាយជាមួយនឹងព្រះមានប្រភេទលុះបញ្ចប់ពាក្យដែលគួររីករាយនឹងពាក្យដែលគួររលឹកហើយក៏អង្គុយក្នុងទីសមគួរលុះព្រះមណៈមហាសាលទាំងនោះអង្គុយក្នុងទីសមគួរហើយបានក្រាបបង្គំទូលសួរព្រះមានប្រភេទដូច្នេះថាបពេតប្រកោដំដ៏ចម្រើនឥឡូវនេះពួកព្រាហ្មណ៍ប្រកាសក្នុងព្រះមណៈធម៌របស់ពួកព្រាហ្មណ៍ជាន់ចាស់ដែរឬព្រះមានប្រភេទត្រាស់ថាមនាលព្រាហ្មណ៍ទាំងឡាយឥឡូវនេះពួកព្រាហ្មណ៍មិនប្រកាសក្នុងព្រះមណៈធម៌របស់ពួកព្រាហ្មណ៍ជាន់ចាស់ទេបើប្រកោដំដ៏ចម្រើនមិនធ្ងន់ប្រតិទេសូមប្រកោដំដ៏ចម្រើនសម្ដែងព្រះមណៈធម៌របស់ពួកព្រាហ្មណ៍ជាន់ចាស់ដល់ខ្ញុំព្រះអង្គទាំងឡាយចោះមនាលព្រាហ្មណ៍ទាំងឡាយបើដូច្នោះអ្នកទាំងឡាយចូលស្ដាប់ចូលធ្វើទុកក្នុងចិត្តដោយប្រពៃចោះតថាគតនឹងសម្ដែងព្រះមណៈមហាសាលទាំងនោះទទួលស្ដាប់ព្រះពុទ្ធដីកាព្រះមានប្រភេទថាព្រះករណាព្រះអង្គព្រះមានប្រភេទទ្រង់ត្រាស់ដូច្នេះថាពួកឥសីជន់មុនជាអ្នកមានចិត្តសង្រួមហើយមានតបៈគឺឥន្ទ្រីសង្វរៈលះបង់កាមគុណទាំង5ធ្វើប្រយោជន៍បំរុងខ្លួនពួកព្រាហ្មណ៍មិនមានសត្វចិញ្ចឹមមិនមានប្រាក់មិនមានស្រូវសន្សំទុកមានតែទ្រព្យនិងស្រូវគឺការស្វាធ្យាយរក្សាតែព្រហ្មវិហារជាកំណត់ទ្រព្យពួកទេយៈតាក់តែងផាត់ណាតម្កល់ទៀបទ្វារផ្ទះដើម្បីពួកព្រាហ្មណ៍ទាំងនោះពួកទេយៈបានសម្គាល់នៅផាត់នោះដើម្បីឲ្យដល់ពួកព្រាហ្មណ៍ការស្វែងរកនៅផាត់ដែលគេចាត់ចែងដោយសទ្ធាពួកអ្នកជនបទនិងអ្នកដែនជាមនុស្សសម្បូរដោយសម្ពុតជលក់ដោយពណ៌ផ្សេងដោយទីដេកនិងទីនៅអាស្រ័យទាំងឡាយតែងថ្វាយបង្គំពួកព្រាហ្មណ៍ទាំងនោះពួកព្រាហ្មណ៍ជាអ្នកមិនត្រូវគេបៀតបៀនមិនត្រូវគេសង្កត់សង្កិនព្រោះធម៌រក្សាជននីមួយមិនហាមឃាត់ពួកព្រាហ្មណ៍ទាំងនោះក្នុងទ្វារផ្ទះនៃត្រកូលដោយប្រការទាំងពួងឡើយព្រាហ្មណ៍ទាំងនោះបានប្រព្រឹត្តព្រះមច្ឆរិយៈតាំងអំពីក្មេងអស់48ឆ្នាំពួកព្រាហ្មណ៍បានប្រព្រឹត្តនៅការស្វែងរកវិជ្ជានិងចរណៈមុនព្រាហ្មណ៍ទាំងនោះមិនបានទៅកាន់ផ្ទះនៃបុគ្គលដទៃនិងមិនទិញភរិយាយកមកនៅរួមសង្វាស់គ្នាដោយសេចក្តីស្រឡាញ់ទេពួកព្រាហ្មណ៍មិនប្រព្រឹត្តមេថនធម្មក្នុងចន្លោះដែលដល់នៅការវាចាករដូវវាលែងតែសម័យគួរនោះពួកព្រាហ្មណ៍តែងសរសើរព្រះមច្ឆរិយៈសិលសេចក្តីទៀងត្រង់សេចក្តីទន់ភ្លន់តបៈគឺឥន្ទ្រីសង្វរៈសេចក្តីស្លូតបូតសេចក្តីមិនបៀតបៀននិងសេចក្តីអត់ធន់ព្រាហ្មណ៍ស្មើដោយព្រហ្មជាអ្នកមានព្យាយាមមមួនខ្ពងខ្ពស់ជាងពួកព្រាហ្មណ៍ទាំងនោះព្រាហ្មណ៍ស្មើដោយព្រហ្មនោះសំបីតែយល់សពឃើញសែនមេថនធម្មក៏មិនដែលមានមនុស្សមួយពួកក្នុងโลกនេះជាអ្នកចេះដឹងកាលសិក្សាតាមវត្តរបស់ព្រាហ្មណ៍ស្មើដោយព្រហ្មនោះបានសរសើរព្រះមច្ឆរិយៈសិលនិងខន្តិធម៌ព្រាហ្មណ៍ទាំងនោះសូមអង្គទីដេកសម្ពុតទឹកដោះថ្លានិងប្រេងតាមធម៌
ប្រមូលមកសម្រាប់នៅយ៉ាញ់អំពីវត្ថុនោះកាលបើយ៉ាញ់ប្រកាសឡើងហើយក៏មិនបានសម្លាប់គោទាំងឡាយឡើយឱសថគឺបញ្ចកោរសកើតក្នុងគោទាំងឡាយណាគោទាំងនោះជាមិត្តដ៏ប្រសើររបស់ពួកយើងដូចជាមេត្តាបិតាបងប្អូននិងពួកញាតិដទៃគោទាំងនោះជាអ្នកឲ្យបាយឲ្យកម្លាំងឲ្យពរសម្បុរឲ្យសេចក្តីសុខដូច្នោះព្រាហ្មណ៍ទាំងនោះលុះបានដឹងនៅអំណាចនៃប្រយោជន៍នោះហើយក៏មិនដែលសម្លាប់គោទាំងឡាយឡើយពួកព្រាហ្មណ៍ជាអ្នកមានអវយវៈទន់ភ្លន់មានកាយប្រសើរមានសម្បុរល្អមានយសជាអ្នកខ្វល់ខ្វាយក្នុងកិច្ចតូចធំតាមធម៌របស់ខ្លួនបានប្រព្រឹត្តក្នុងលោកត្រឹមណាពួកសត្វនេះក៏បានសេចក្តីសុខត្រឹមណោះព្រាហ្មណ៍ទាំងនោះមានសេចក្តីវិបលាសព្រោះឃើញកាមសុខមានប្រមាណតិចដែលកើតអំពីកាមគុណមានប្រមាណតិចផងនៅសម្បត្តិរបស់ស្ដេចផងនៅនារីទាំងឡាយតាក់តែងគ្រឿងប្រដាប់ផងនៅរថដែលទឹមដោយសេះអាជាណីដែលធ្វើល្អផ្ទះដោយស្បែកដ៏វិចិត្រផងនៅទីផ្ទះនិងផ្ទះដែលគេចែករាប់ជាចំណែកផងពួកព្រាហ្មណ៍តែងចង់បាននៅសម្បត្តិជារបស់មនុស្សដ៏លើសលប់ដែលរដាស់ដោយហ្វូងគោនិងប្រកបដោយពួកនារីដ៏ប្រសើរព្រាហ្មណ៍ទាំងនោះតែងមុនព្រោះចង់បានទ្រព្យនោះបានចូលទៅរកព្រះបាទឱកាកៈក្នុងវេលានោះថាព្រះអង្គចូលបូជានៅទ្រព្យដ៏វិចិត្រជាច្រើនរបស់ព្រះអង្គសូមព្រះអង្គបូជានៅធនសម្បត្តិជាច្រើនរបស់ព្រះអង្គនឹងបាននៅទ្រព្យនិងស្រូវជាច្រើនគ្រានោះពួកព្រាហ្មណ៍បានពន្យល់ព្រះរាជាអ្នកមិនញាប់ញ័រដោយកោឧសភៈក្នុងរថឲ្យធ្វើយ៉ាញ់5យ៉ាងគឺអសមេធៈយ៉ាញ់ជាទីបៀតបៀនសេះ1បរិស័មេធៈយ៉ាញ់ជាទីបៀតបៀនបរោះ1សមាបាសៈយ៉ាញ់ជាទីបោះទៅនៅកម្មនៅ1វាជាបយៈយ៉ាញ់ជាទីផឹកនៅទឹកដោះថ្លានិងទឹកឃ្មុំដែលគេតាក់តែងឲ្យជាជើងនៃមន់1និរកិលៈយ៉ាញ់មិនមានសន្ទះទ្វេ1លោកព្រាហ្មណ៍ទាំងនោះបានបូជានៅការបូជាទាំងនោះរួចហើយក៏បានឲ្យទ្រព្យដល់ពួកព្រាហ្មណ៍ឲ្យគោទីដេកសម្ពុតនិងនារីដែលមានគ្រឿងប្រដាប់តាក់តែងរត់ទឹមដោយសេះអាចិន័យដែលធ្វើល្អពះដោយស្បែកដ៏វិចិត្រលំនៅជាទីត្រេកអរដែលគេចាត់ចែងដោយសពគ្រប់ផ្ទុកទ្រព្យផ្សេងពេញហើយឲ្យទ្រព្យដល់ពួកព្រាហ្មណ៍លោកព្រាហ្មណ៍ទាំងនោះបានទ្រព្យក្នុងទីនោះហើយក៏សន្សំគួរទុកព្រាហ្មណ៍ទាំងនោះត្រូវសេចក្តីប្រាថ្នាគ្របសង្កត់ហើយតណ្ហាក៏ចម្រើនឡើងក្រៃលែងព្រាហ្មណ៍ទាំងនោះតែងមន់ក្នុងទីនោះហើយចូលទៅកល់ព្រះបាទឱកាកៈទៀតទឹកដីប្រាក់ទ្រព្យនិងស្រូវយ៉ាងណាក៏ទាំងឡាយសម្រាប់ប្រកបកិច្ចការរបស់មនុស្សក៏យ៉ាងនោះដែរព្រោះថាវត្ថុមានទឹកជាដើមនោះជាបរិខាររបស់ពួកសត្វមានជីវិតសូមព្រះអង្គបូជានៅទ្រព្យដ៏វិចិត្រជាច្រើនរបស់ព្រះអង្គសូមព្រះអង្គបូជានៅធនសម្បត្តិដ៏ច្រើនរបស់ព្រះអង្គលំដាប់នោះព្រះរាជាដោយជាគោឧសភៈក្នុងរថត្រូវពួកព្រាហ្មណ៍ពន្យល់ហើយក៏បានសម្លាប់គោរាប់សែនជាច្រើនក្នុងការបូជាយ៉ាញ់គោស្មើគ្នានឹងជាមជាសត្វស្លូតរឹតទឹកដោះដាក់ឆ្នាំងបានមិនចេះបៀតបៀនគេដោយជើងមិនចេះបៀតបៀនគេដោយស្នែងនិងដោយអវយវៈណាមួយឡើយព្រះរាជាទ្រង់ចាប់គោទាំងនោះត្រង់ស្នែងហើយសម្លាប់ដោយគ្រឿងសត្រាលំដាប់នោះពួកទេវតាក្តីពួកព្រំជាបិតាក្តីព្រះឥន្ទក្តី
អាសលនិងអរៈទឹកក្តីក៏កន្ទក់កន្ទែងថាស្ដេចគ្មានធัวដូច្នេះព្រោះព្រះរាជាសម្លាប់គោដោយគ្រឿងសត្រាក្នុងបរិយមានរោគ3យ៉ាងគឺសេចក្តីប្រាថ្នា1ការគ្មានស៊ី1សេចក្តីក្រំគ្រា1ចម្រើនឡើងដល់98មានរោគភ្នែកជាដើមព្រោះសម្លាប់នៅសត្វចិញ្ចឹមនេះជាអធរនៃពួកទន្ដៈប្រព្រឹត្តយូរហើយអ្នកបូជាទាំងឡាយតែងបៀតបៀននៅគោទាំងឡាយជាសត្វមានប្រទោសរមែងសាបសូន្យចធរនេះឯងជាធัวថោកទាបមានមកតាំងពីកាលមុនដែលអ្នកប្រាជ្ញតេះដៀលហើយយ៉ាងនេះវិញ្ញូជួនឃើញនៅអំពើដូច្នេះក្នុងបុគ្គលអ្នកបូជាណាតែងតេះដៀលនៅបុគ្គលអ្នកបូជានោះកាលបើព្រះមណៈធម៌វិនិច្ឆ័យយ៉ាងនេះហើយពួកសត្យនិងវេសៈក៏បែកគ្នាពួកខត្តយៈជាច្រើនក៏បែកគ្នាទាំងភរិយាក៏មើលងាយប្តីពួកខ្សាត់ក្តីពួកជួនជាផៅពងនៃព្រំក្តីនិងពួកជួនដតីអ្នកដែលកោតរក្សាក្តីក៏លែងប្រកាន់ពាក្យពោលអំពីជាតិលុះក្នុងអំណាចនៃកាមទាំងឡាយកាលបើព្រះមានប្រភេទទ្រង់ត្រាស់យ៉ាងនេះហើយពួកព្រះមណៈមហាសាលទាំងនោះក៏បានក្រាបបង្គំទូលព្រះមានប្រភេទដូច្នេះថាបពេតប្រកោតដំដល់ចម្រើនច្បាស់ពេកណាស់បពេតប្រកោតដំដល់ចម្រើនច្បាស់ពេកណាស់បពេតប្រកោតដំដល់ចម្រើនធម៌ដែលព្រះអង្គសម្ដែងហើយដោយអនេកបរិយាយ៉ាងនេះដោយគេផ្ងានៅរបស់ដែលផ្កាប់ឬបើកបង្ហាញរបស់ដែលកំបាំងពំនោះដោយគេប្រាប់ផ្លូវដល់អ្នកវង្វេងទិសឬដោយគេត្រលប្រទីបប្រេងក្នុងទីងងឹតដោយគិតថាបរោះអ្នកមានចក្ខុឃើញនៅរូបទាំងឡាយបានខ្ញុំព្រះអង្គទាំងនេះសូមដល់នៅប្រកោតដំដល់ចម្រើនផងព្រះធម៌ផងព្រះភិក្ខុសង្ឃផងជាទីរលឹកសូមប្រកោតដំដល់ចម្រើនជ្រាបនៅខ្ញុំព្រះអង្គទាំងឡាយថាជាឧបាសកអ្នកដល់នៅសរណគមស្មើដោយជីវិតចាប់ដើមអំពីថ្ងៃនេះតទៅជាប់ព្រះមណៈធម្មិកសោតទី7